ការពីកន្លងទៅមានសត្វកែមួយក្បាលទប់នៅលើដើមឈើដ៏ធំហើយនៅខាងក្រោមដើមឈើហ្នឹងមានបដិជគុណព្រះអង្គកំពុងតែគង់ធ្វើសមាធិហើយសត្វកែនេះមើលទៅដូចជាទុកសោកខ្លាំងមែនទែនអស់ពេលទុកសោកក្នុងចិត្តហើយក៏ស្រែកយំខ្លាំងហើយគណៈពេលយំហ្នឹងទឹកភ្នែកកែហ្នឹងធ្លាក់មកចំច្រមុះដេចគុណឃើញទឹកធ្លាក់លើច្រមុះហើយលោកក៏ងើបមើលទៅឃើញក្អែកកំពុងតែយំនៅលើមែកឈើចឹងបដិជគុណក៏សួរថាណែសត្វណែសម្លាញ់ក្អែកមិនបានឯងយំចឹងហើយមានទុកសោកមានការលំបាកអីមែនក្អែកក៏លឺចឹងក៏ចុះមកក៏ប្រាប់ដេចគុណជួយខ្ញុំកណាផងខ្ញុំកណាទុកសោកខ្លាំងខ្ញុំកណាឯកាខ្លាំងមែនតើខ្ញុំកណាពណ៌ខ្មៅកញ្ញេះនេះអត់មានណាចាប់អារម្មណ៍មានណាចូលចិត្តទេព្រោះនៅម្នាក់ឯងហើយគ្មានណាជួយខ្ញុំកណាទេដេចគុណក៏បានប្រាប់ថាចូលរីករាយជាមួយអ្វីដែលខ្លួនកំពុងតែមានកុំប្រៀបធៀបច្រើនពេកនាំឲ្យទុកសោកកាន់តែខ្លាំងកែកលឺចឹងយំកាន់តែខ្លាំងហើយដេចគុណក៏បានប្រាប់ទៀតថាឥឡូវចូលឈប់យំទៅហើយឈប់ទុកសោកទៅឥឡូវចង់ទៅជាស្អីក៏បានដែរតែចាំអាត្មាប្រើគុំគាថាជប់ឲ្យទៅជាអ្វីដែលខ្លួនអ្នកចង់បានកែកលឺចឹងខ្ញុំកណាចង់ខ្លាយជាសត្វកងានតែគាត់នឹងបានប្រាប់ថាអាត្មាអាចជួយបានតែឥឡូវចេះសិនមុនអាត្មាជួយឲ្យទៅជាសត្វកងានហើមើលគេមកឯងសិនណាជួបឯងសិនណាមុននឹងសម្រេចចិត្តថាបដូររាងកាយរបស់ខ្លួនទៅជាស្អីកែកក៏លឺចឹងសប្បាយចិត្តខ្លាំងមែនទែនហើទៅមកទៅដល់ជួបសត្វកងានបាទកងានហ្នឹងក៏ចុះទៅចេះថាបងកងានស្អាតខ្លាំងគួរឲ្យចាប់អារម្មណ៍សស្គូសដូចសម្លៃមែនទែនមកមើលទៅនរណាក៏ចូលចិត្តបងដែរកងានក៏បានឆ្លើយប្រាប់ថាខ្ញុំអត់ស្អាតទេខ្ញុំគ្រាន់តែពណ៌សវាអត់មានពណ៌ណាផ្សេងចម្រុះនោះទេហើយសត្វដែលស្អាតហើយមានសេរីភាពនោះគឺសត្វសេកអញ្ចឹងគួរទៅជួបសត្វសេកទៅក្អែកក៏លឺចឹងហើទៅរកសេកបងទៅដល់ជួបសត្វសេកហើយក៏បាននិយាយថាបងសេកមកឯងស្អាតខ្លាំងមែនទែនចម្រុះពណ៌ផ្សេងគួរឲ្យចាប់អារម្មណ៍គួរឲ្យចូលចិត្តហើយមើលទៅនរណាក៏ចូលចិត្តបងដែរសេកក៏បាននិយាយថាដោយសារតែពណ៌ស្អាតរបស់ខ្ញុំនឹងហើយពេលខ្លះខ្ញុំមានការព្រួយបារម្ភខ្លាចគេដាក់ខ្ញុំក្នុងទ្រុងជីវិតខ្ញុំនឹងលែងមានសេរីភាពហើយប៉ុន្តែទោះបីយ៉ាងណាខ្ញុំអត់ស្អាតទេសត្វដែលស្អាតជាងគេបំផុតនោះគឺសត្វកង្កោកអញ្ចឹងគួរតែសួរសត្វកង្កោកទៅជួបជជែកជាមួយសត្វកង្កោកទៅក្អែកក៏លឺអញ្ចឹងពឹបហើចុះឡើងទៅដល់តំបន់សួនសត្វមួយនៅក្នុងនោះមានកង្កោកមួយក្បាលដ៏ស្រស់ស្អាតហើយមនុស្សរាប់ពាន់នាក់ទៅលេងទៅថតជារៀងរាល់ថ្ងៃបន្ទាប់ពីមនុស្សនេះទៅអស់ក្អែកក៏ចូលមកជួបជាមួយកង្កោកដោយពោលសរសើរនៅពាក្យថាបងកង្កោកបងពិតជាស្រស់ស្អាតខ្លាំងមែនទែនចម្រុះដោយពណ៌ផ្សេងគួរឲ្យចាប់អារម្មណ៍គួរឲ្យស្រឡាញ់គួរឲ្យសរសើរខ្លាំងមែនទែនមនុស្សម្នាមកពីតំបន់ផ្សេងមួយថ្ងៃរាប់ពាន់នាក់មកថតរូបមកមើលបងដោយសារតែភាពអស្ចារ្យរបស់បងដោយសារតែសម្រស់របស់បងខ្ញុំពិតជាចំណែនខ្លាំងមែនទែនកង្កោកក៏បាននិយាយថាដោយសារតែភាពស្រស់ស្អាតរបស់ខ្ញុំនឹងហើយបានខ្ញុំនៅក្នុងទ្រុងនៅក្នុងសួនសត្វតែបានរួចពីមួយថ្ងៃទៅមួយថ្ងៃមួយខែទល់មួយខែមួយឆ្នាំទល់មួយឆ្នាំហើយជាពិសេសមានដឹងហ្នឹងនៅពេលដែលគេចង់តបតែងកន្លែងណាដ៏ស្រស់ស្អាតមួយគឺគេដករួមរបស់ខ្ញុំពោពេញទៅដោយការឈឺចាប់មានការលំបាកខ្លាំងមែនទែនក្អែកគ្រាន់តែលឺចឹងក៏រៀងហាក់ដូចជាសង្ហាក្នុងចិត្តហើយក៏សួរសំណួរបន្ថែមទៀតថាបងកង្កោកបងគិតថានៅលើโลกនេះសត្វណាដែលមានសេរីភាពហើយមានក្តីសុខខ្លាំងជាងគេកង្កោកក៏បាននិយាយថាប្រហែលថ្ងៃចុងក្រោយនេះខ្ញុំបានអង្កេតមើលនៅក្នុងសួនសត្វនៅក្នុងតំបន់នេះគឺអត់មានឃើញសត្វក្អែកណាមួយក្បាលនៅក្នុងទ្រុងនោះទេអញ្ចឹងខ្ញុំគិតថាសត្វដែលមានសេរីភាពសត្វដែលមានសេចក្តីសុខបំផុតលើโลกនេះគឺអ្នកឯងគឺសត្វក្អែកនេះឯងក្អែកក៏លឺយ៉ាងសប្បាយចិត្តខ្លាំងមែនទែនបងគឺថ្ងៃទី1ដែលសប្បាយចិត្តបំផុតនៅក្នុងជីវិតរបស់គាត់ក៏លាកង្កោកហើយហើមកវិញមកដល់ជួបដេចគុណហើយប្រាប់ដេចគុណថាដេចគុណខ្ញុំកណាអត់ចង់ខ្លាយទៅជាអីទេគឺខ្ញុំកណាចង់នៅជាខ្ញុំកណាចង់នៅជាសត្វក្អែកព្រោះបន្ទាប់ពីខ្ញុំកណាទៅជួបកងានជួបសេជួបកង្កោកឲ្យអស់ខ្ញុំកណាអត់ចង់ខ្លាយទៅជាស្អីទេគឺចង់នៅជាសត្វក្អែកដូចដើមមែនទែនទេនៅក្នុងដំណើរជីវិតរបស់យើងពេលខ្លះយើងភ្លេចរីករាយជាមួយអ្វីដែលខ្លួនកំពុងតែមានភ្លេចរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើចូលចិត្តប្រៀបធៀបពីមួយទៅមួយពេលខ្លះប្រៀបធៀបខ្លួនឯងទៅអ្នកតីពេលខ្លះប្រៀបធៀបខ្លួនឯងទៅរបស់នេះរបស់នោះធ្វើឲ្យខ្លួនយើងទុកសោកធ្វើឲ្យខ្លួនយើងអត់សប្បាយចិត្តអត់រីករាយយើងប្រៀបធៀបកាន់តែខ្លាំងធ្វើឲ្យយើងទម្លាក់ខ្លួនឯងកាន់តែខ្លាំងដោយសភាសិតភាសាអង់គ្លេសថា grass is always green on the other side មានន័យថាបើយើងនៅខាងហ្នឹងយើងក៏លេចទៅត្រួយមកខាងទៀតបើយើងគិតថាត្រួយមកខាងហ្នឹងបែបល្អជាងនេះត្រួយមកខាងហ្នឹងបែបសុវ័យជាងនេះអញ្ចឹងនៅពេលដែលយើងគិតបែបហ្នឹងមានន័យថាយើងអត់បានរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើទេនៅក្នុងដំណើរជីវិតមិនមែនមិនឲ្យប្រៀបធៀបនោះទេតែគាត់ថាបើសិនយើងប្រៀបធៀបហើយយើងបើកចិត្តទៅលាយរៀនសូត្រនៅក្នុងដំណើរជីវិតរបស់យើងមិនមែនមានន័យថាមិនឲ្យយើងប្រៀបធៀបនោះទេបើយើងប្រៀបធៀបជាមួយអ្នកគ្រាន់បើជាងយើងអ្នកដែលប្រសើរជាងយើងតោះពីប្រៀបធៀបហើយគួរតែបើកចិត្តទៅលាយហើយរៀនសូត្រថាម៉េចបានគេទៅដល់កន្លែងហ្នឹងបានយើងគួរតែខិតខំប្រឹងរៀនសូត្រយ៉ាងណាដើម្បីឲ្យយើងទៅដល់កន្លែងហ្នឹងបានរៀនសូត្រពីបទពិសោធន៍ការងារឬរៀនសូត្រអំពីមនុស្សផ្ទាល់ដែលយើងគិតថាគេប្រសើរជាងយើងចង់បញ្ចប់នៃវីដេអូដ៏ខ្លីនេះចង់បញ្ជាក់ថាទោះបីយើងនៅកន្លែងណាក៏ដោយក្នុងកលៈទេសៈយ៉ាងណាក៏ដោយគួររៀនរីករាយពេញចិត្តជាមួយអ្វីដែលខ្លួនមានពេញចិត្តជាមួយអ្វីដែលខ្លួនកំពុងធ្វើដោយមានគោលបំណងជាក់លាក់នៅក្នុងដំណើរជីវិតហើយប្រាប់ខ្លួនឯងថាថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃនេះដោយអំណាចនៃធម៌ពលដោយអំណាចនៃសេចក្តីព្យាយាមរបស់ខ្ញុំដើម្បីជាប្រសើរអរគុណច្រើន